បងនេះខ្ញុំឃើញវីដេអូនេះហើយខ្ញុំអាណិតដល់បងកងទ័ពបាទវីដេអូនេះបងកុំកាងរត់ផ្សាយហើយខ្ញុំឃើញក៏គឺពូវរៈកងទ័ពគាត់បានជពាក់លុយបកគោម្នាក់$4000ហើយគាត់កំពុងតែនេះកំពុងតែជាប់ដៃគ្នាកំពុងបាញ់ហ្នឹងមួយសៀបបាទហើយក៏ម្ចាស់បំណុលហ្នឹងឆាទៅទាលុយគាត់បាទទាលុយគាត់យកខ្លះទៅបងអើយបាទហ្នឹងហើយទីហោបើសិនជាមានវរៈកងទ័ពជពាក់លុយចំនួន1000នាក់វរៈកងទ័ព1000នាក់ជពាក់លុយហើយម្ចាស់បំណុលទាលុយដល់1000នាក់ហ្នឹងមកហើយហៅមកឲ្យដោះស្រាយឲ្យទុកភ្លើងឈប់បាញ់ឲ្យមកដោះស្រាយរឿងបំណុលខ្ញុំគាត់ថាទាំងម្ចាស់បំណុលក៏អត់មានកន្លែងដេកដែរបាទបើគាត់មកបើគាត់លាក់ភ្លើងចុះឲ្យគាត់មកដោះស្រាយហ្នឹងហើយម្ដង1000នាក់ហ្នឹងទីហោនេះម្ចាស់បំណុលគាត់មានកន្លែងដេកគាត់លាក់លើផ្ទះហើយចុះបើពូវរៈកងទ័ពគាត់មកកន្លែងមកដោះស្រាយរឿងបំណុលមានណាតដៃមួយខ្មាំងមិនតយម៉ៃបាទវីដេអូនេះទៅច្រឡំថាយូរហើយណាទៅផុសមួយថ្ងៃទេបងកាន់ផុសម្សិលមិញទេផុសថ្ងៃទី1បាទឥឡូវស្ដាប់អស់គ្នាវរៈកងទ័ពជួមុខម្នាក់បានបង្ហាញការឈឺចាប់ជាខ្លាំងដែលគាត់បានបង្ហោះរៀបរាប់នៅលើ Facebook របស់គាត់ថាកំឡុងពេលដែលគាត់កំពុងតែជាប់ដៃប្រយុទ្ធជាមួយនឹងសត្រូវឈ្លានពានដើម្បីការពារទឹកដីខ្មែរស្រាប់តែម្ចាស់បំណុលគ្មានការយោគយល់បែរជាឆាតទៅជំរិតទារប្រាក់ដែលគាត់ជំពាក់ត្រូវតែឡើងមកដោះស្រាយគ្នាជាប្រញាប់ហើយវរៈកងទ័ពនោះក៏បានឆ្លើយប្រាប់ហេតុផលថាសូមទុកពេលវេលាឲ្យគាត់ផងពីព្រោះពេលនេះគាត់កំពុងតែជាប់ដៃប្រយុទ្ធជាមួយនឹងសត្រូវសូម្បីតែពេលវេលាហូបបាយក៏គ្មានដែរស្រាប់តែម្ចាស់បំណុលបានឆ្លើយតបទៅវិញថាខ្ញុំគ្មានហេតុផលណាដែលត្រូវស្ដាប់ហេតុផលរឿងសង្គ្រាមឬមិនសង្គ្រាមគឺមិនសំខាន់សម្រាប់ខ្ញុំទេសំខាន់គឺអ្នកឯងត្រូវឡើងមកដោះស្រាយរឿងបំណុលបើមិនដូច្នោះទេខ្ញុំនឹងរឹបអូសយកដៃយកទៅលក់គាត់បានបញ្ជាក់ថាកំឡុងពេល21ថ្ងៃដែលគាត់កំពុងតែប្រយុទ្ធជាមួយនឹងសត្រូវបាញ់ម៉ូរង្គើមេឃរញ្ជួយដៃគាត់បានប្រឹងទប់ដើម្បីរក្សាដីរបស់កម្ពុជាយើងក៏ស្រាប់តែម្ចាស់បំណុលគ្មានការយោគយល់ឆាតទៅជំរិតទារប្រាក់គាត់ឲ្យឡើងដើម្បីមកជួបដោះស្រាយគ្នាឲ្យប្រញាប់សងបំណុលគាត់កុំឲ្យទាន់បខំខ្ញុំទុកពេលខ្ញុំសិនដោយសារខ្ញុំកំពុងតែបំពេញការងារការពារប្រទេសជាតិដែរអញ្ចឹងសូមមួយរយៈទៀតសិននឹងនិយាយតែខ្លីៗនឹងស្រួលស្ដាប់អញ្ចឹងអ្វីដែលជាភាគីខាងខ្ញុំម្ចាស់លុយបាទពួកខ្ញុំបារម្ភហើយក៏ខ្ញុំក៏មិនពជាពេលទៀតដែរអញ្ចឹងនៅពេលដែលមានអតិថិជនគាត់ទិញដីបាទខ្ញុំធ្វើឯកសារឲ្យគេគ្រប់គ្រងដីនឹងតែម្ដងទោះពូអត់ព្រមឬក៏ពូយ៉ាងណាហ្នឹងដោយសារខ្ញុំជូនដំណឹងឲ្យពូហើយខ្ញុំយល់ខ្ញុំដឹងហើយប៉ុន្តែឥឡូវនេះខ្ញុំគិតថាបកិច្ចវាជាប់នៅស្មោះពុកមុខក្របឡងមួយថ្ងៃខ្ញុំហូបបាយក្នុងរាជដ្ឋានទេបងចូលយល់យ៉ាងវិញការពារប្រទេសជាតិដើម្បីបងឯងដែរទេមិនដើម្បីតែក្រុមគ្រួសារខ្ញុំទេណានេះពូ3ថ្ងៃនេះពូតនេណៅពូនេះពូតនេណៅត្រូវទៅជួបពូក៏បង្ហើយទៅចែកការងារហ្នឹងពូសាក់នេះបងឯងត្រូវយល់ពីពាក្យកងទ័ពផងគេយកអាយុជីវិតឈាមត្រោះតែសមមកបដូរណាបាយនេះផ្ទះទូទេណាសម្រាប់ពួកខ្ញុំបាយមួយថ្ងៃបាន1ពេលក៏មានដែរណាទាំងកូនទាំងចៅខ្ញុំមកអស់ខ្ញុំរបួសដេកពេទ្យទៀតកូនខ្ញុំរបួសដេកពេទ្យទៀតបាយទៅយល់ពីការអង្គនេះបាយគាត់ជំរិតមកនេះខ្ញុំយល់ទៅមួយការងារហ្នឹងខ្ញុំម្ចាស់លុយពូណាបាទខ្ញុំមានវិបត្តិខ្ញុំដែរហើយខ្ញុំត្រូវការប្រើប្រាស់លុយពូហើយខ្ញុំខំព្យាយាមនិយាយជាមួយពូដើម្បីឲ្យពូរកមធ្យោបាយជជែកជាមួយខ្ញុំហើយនឹងរកមធ្យោបាយណាដែលសមស្របដែលធ្វើឲ្យខាងខ្ញុំមានទំនុកចិត្តហើយបាទសូមស្តុំបន្តិចបងណាអានេះខ្ញុំនិយាយតាមមើលឃើញណាចុះបងកំទាពេលហ្នឹងបានចាំប្រទេសយើងសន្តិភាពវិញស្រួលបួលចាំទៅដោះស្រាយមួយគាត់ទៅព្រោះអីអាពេលហ្នឹងហើយសម្លេងគាត់និយាយនេះពេលគាត់កំពុងច្បាំងតែប្រហែលទុំគាត់ផុសឲ្យលឺក៏លេចធ្លាយមកអញ្ចឹងគាត់កំពុងការពារទឹកដីគាត់កំពុងលើកកំភ្លើងនេះតស៊ូមួយចោលទ្វារពៀនហើយហៅគាត់ដោះស្រាយចុះពេលព្រោះដោះស្រាយហ្នឹងក្របធ្លាក់មកចំមិនហ្មងងល់ទេពូត្រូវយកកន្លែងហ្នឹងវិញពូហើយតែតមួយនឹងសង្គ្រាមហើយមុនសង្គ្រាមអាហ្នឹងកុំយកលេសយកមកបូកចូលជាមួយគ្នាអញ្ចឹងណាអ្វីដែលខ្ញុំចង់សួរពូហ្នឹងគឺពូបានដោះស្រាយការងារចុងក្រោយហ្នឹងពូសម្រាប់យ៉ាងម៉េចបាទនេះបានត្រូវមិនមែនពូនិយាយថាសង្គ្រាមអូខេវាពេលហ្នឹងនិយាយហ្នឹងគឺត្រូវហើយសួរថាខ្ញុំហ្នឹងក៏វេទនាដែរហ្នឹងហើយសង្គ្រាមហ្នឹងអ្នកផ្សេងក៏វេទនាដែរអញ្ចឹងគឺដោះស្រាយយើងខ្លួនប៉ុន្តែដោះស្រាយយើងខ្លួនខ្ញុំមិនចាប់ចម្រិតទេខ្ញុំបានបញ្ជាក់ជាមួយពូច្រើនដងហើយឲ្យពូត្រូវសម្រាប់ចិត្តនៅក្នុងខែហ្នឹងនៅក្នុងពេលវេលាហ្នឹងពូខាងខ្ញុំចាំបាច់ត្រូវប្រាប់លុយហើយខ្ញុំកំពុងប្រឈមនឹងគ្រោះថ្នាក់នៅមុខនេះទៅវេទនាគេក៏លើកឡើងឲ្យបងលុយណាមួយរយៈណាលើខ្វាយបងគួរទទួលយកបានការយកទៅសម្រាប់បងឯងដេកសិនចាក់សម្រាប់ពួកខ្ញុំដេកក្នុងលេនឋានបងគិតឲ្យមែនទេណានេះមានន័យថាលពូកំពុងតែតិចបេះកំពុងតែធ្វើការបដិសេធនៅអ្វីដែលពូបានធ្វើកិច្ចសន្យាហើយនឹងព្យាយាមយកហេតុផលផ្សេងយកមកធ្វើការពាក់ព័ន្ធដោយមិនបញ្ចេញថាតើពូត្រូវដោះស្រាយការងារនឹងយ៉ាងម៉េចអញ្ចឹងខ្ញុំយល់ពីអ្វីដែលកំពុងតែមានការប្រែប្រួលនិងមិនបងតើគាត់ច្បាំងនេះមកចោលឈ្លានពានទៅនោះបងមិនបានទៅតតាំងជាមួយចោលឈ្លានពានហើយគាត់ខំតតាំងហើយបងហៅគាត់មកទៅងល់ដល់ក៏ចាំពេលប្រទេសមានសន្តិភាពទៅខ្ញុំនិយាយដែរចាំពេលប្រទេសមានសន្តិភាពចាំហៅគាត់មកដោះស្រាយទៅវាខុសគ្នាហ្មងនិយាយពីអ្វីដែលជាគោលការណ៍របស់ពូក្នុងនាមជាពូជាអ្នកយកលុយខ្ញុំទៅប្រើប្រាស់លុយរបស់ខ្ញុំដល់ពេលកំណត់ហើយមិនបានត្រឡប់មកវិញហើយមានលក្ខខណ្ឌផ្សេងមកជជែកអញ្ចឹងបានន័យថាវាអត់ត្រូវទេបាទវាអត់ត្រូវទេត្រូវដោះស្រាយវាឲ្យចប់ធ្វើការតិចបេះហើយយកខេត្តផ្សេងក្នុងការដែលបាក់សែតក៏ជាពេលទេខ្ញុំអត់ទាន់និយាយបានទេព្រោះខ្ញុំនៅក្នុងសមរភូមិខ្ញុំមានពេលនិយាយច្រើនទេគាត់ថាទុកពេលបន្តទៀតតែមិនបានតែខ្ញុំច្រើនពេកខ្ញុំមានពេលបាក់ទូរស័ព្ទយូរទេបាទអរគុណអញ្ចឹងនៅថ្ងៃច័ន្ទថ្ងៃអង្គារនេះខ្ញុំទៅធ្វើការងារហ្នឹងបើយកល្អ
ដើម្បីកុំឲ្យវាមាត់ធំមាត់តូចពូត្រូវផ្ដល់ព័ត៌មានឲ្យខាងខ្ញុំដើម្បីបិទបញ្ចប់ការងារហ្នឹងតើខ្ញុំព្រមព្រៀងយកលក្ខខណ្ឌមួយណាហើយពូចង់ជជែកយកមួយណាពួកខ្ញុំត្រូវការប្រើប្រាស់លុយហើយ សម្រាប់ខ្ញុំពាក់ព័ន្ធនឹងប្រទេសជាតិខ្ញុំមិនមែនតែមិនសងលុយខ្ញុំសងអត់បាត់តាណាគាត់ដល់ពេលនេះខ្ញុំរវល់ការងារការពារប្រទេសជាតិមកភូមិខ្ញុំនៅក្នុងលានឋានថ្ងៃបាយបានគ្រប់3ពេលលោកអីមិនចំណិតខ្ញុំធ្វើមិនចង់ធ្វើមិនឥឡូវបានខ្ញុំតាមបានឥឡូវចង់ធ្វើមិនធ្វើតាមដំណើរទៅឯងទៅលក់ដីមិនជួយតែលក់ដីឥឡូវលក់ទៅមានលក់ទៅឲ្យតែមានអ្នកទិញឲ្យតែមានភូមិមានគុំគេសញ្ញាឲ្យខ្ញុំដឹកមានដៃឲ្យគេលក់គេទិញយកមកថាទេប៉ុន្តែខ្លួនឯងធ្វើរបៀបមិនតែស្រួលធ្វើទៅថ្ងៃនេះខ្ញុំបំរើជាតិយកជីវិតមកបដូរទាំងកូនទាំងចៅ3នាក់ថ្ងៃនេះខ្ញុំនៅទៅគ្រប់គ្រងដីខ្ញុំដើរទៅខ្ញុំមិនទៅបោះបង់ណាប៉ុន្តែខ្ញុំគាត់ថាពេលខ្ញុំសិនខ្ញុំរវល់នៅសមរភូមិស្រាប់បានអត់លោកអីយល់ពីកលៈសហប្រទេសជាតិគេកាត់អីថ្ងៃនេះគេកាត់អីថ្ងៃនេះគេធ្វើអីតែខ្ញុំមិនធ្វើអីចុះខ្ញុំគិតវិញខ្ញុំធ្វើអីមិនខ្ញុំជារដ្ឋខ្ញុំធ្វើហ៊ាននៅជួមុខទូមុខខ្មាំងឥឡូវមកជីវិតលុយខ្ញុំមិនខ្ញុំនិយាយថាខ្ញុំសងមានសងចាំមួយការងារខ្ញុំបំពេញតែពេកជាកងទ័ពការពារនេះឲ្យចប់គ្រប់សិនឥឡូវទៅឯងទៅដឹងខ្ញុំដឹងតែយកយល់ហើយក៏ប៉ុន្តែពេលនេះដឹងតែខ្ញុំកំពុងរវល់អីអត់កំពុងអីអត់ដឹងអត់មកជីវិតខ្ញុំអត់មានអារម្មណ៍និយាយមើលអីណាខ្ញុំមានអារម្មណ៍នៅសមរភូមិមុខនេះមកនេះថៃកំពុងផ្លោងណាខ្ញុំខឹងជាងនេះទាន់ណា ហើយភាពច្បាស់លាស់ពូដែលនិយាយមួយខ្ញុំនៅត្រង់ចំណុចណាដែលខ្ញុំអាចទទួលយកបានហ្នឹងខ្ញុំមិនមែនកូនក្មេងទេហើយពូនិយាយតែអញ្ចឹងតើណាគេស្ដាប់បានហ្នឹងបើម្ចាស់លុយណាស្ដាប់បានហ្នឹងចាំសងហ្នឹងបាទច្បាប់ណាគេគិតថាភាពគេខាងពូហ្នឹង100%ត្រូវហ្នឹងថាចាំសងហ្នឹងចាំរួចរាល់ហ្នឹងចាំមានលុយសិនអីចឹងទៅហ្នឹង ក៏តែលោកឯងត្រូវការតែលុយហ្នឹងលុយហ៊ានមកប្រជុំមុខដូចខ្ញុំអត់ហ៊ានអត់ហ៊ានមកបងនេះជើងខ្ញុំចប់ទៅមកនេះគេចង់ជប់ឡោខ្ញុំនិយាយក្នុងលេនឋាននេះមេធានីគេពជាកងទ័ពពុំ7ខែម្នាក់គេអត់ឲ្យបងលុយបងកាយផងហើយយើងឯកជននោះនិយាយអត់ស្ដាប់គ្នាអានេះអីទេធ្វើតាមលោកឯងចង់ទៅឃើញតែមិនទៅឲ្យធ្វើតែខ្ញុំតាមក្រោយទៅតែខ្ញុំនៅតែសងលុយប៉ុន្តែស្រុកវាសង្គ្រាមខ្ញុំនៅលុយណាបានហើយខ្ញុំនៅតែមុខប្រហែលខែនេះឆ្នាំនេះ គាត់ស្រឡាញ់ទឹកដីគាត់ស្រឡាញ់ប្រទេសជាតិហើយបងហៅគាត់មកដោះស្រាយវាពិបាកនឹងចេញមកទៀតណាពេលហ្នឹងបាទពិបាកចេញមករួចទៀតបើក្របដូចទឹកភ្លៀងអញ្ចឹងនិយាយជាក់ដៃខ្ញុំមកនិយាយជាក់ដៃយើងយកនេះមកគិតមើលកំពុងតែពេញផ្លូវដាក់គ្នាពេលគាត់និយាយកំពុងតែពេញផ្លូវដាក់គ្នាសូម្បីតែមកដោះស្រាយបានហ្នឹងស្រួលមកមិនកើតទៀតមកមិនកើតមកក្របដូចទឹកភ្លៀងហើយមើលដ្រូនគេមើលអូនហ្នឹងអាណិតដល់លោកពូកងទ័ពគាត់កំពុងតែហត់នឹងការតតាំងជាមួយខ្មាំងហើយកំពុងតែពិបាកហត់នៅនីលដីជាមួយខ្មាំងហើយមានអ្នកមកដាក់សម្ពាធឲ្យគាត់អារម្មណ៍អត់ដឹងទៀតអញ្ចឹងមកដូចខ្ញុំនិយាយថាបើសិនជាម្រាយកងទ័ព1000នាក់ហើយចូលអំណុលគេទាំងអស់ហ្នឹងហើយត្រូវម្ចាស់អំណុលហៅមកដោះស្រាយទាំងអស់ទីហោណាហ្នឹងហើយមកម្ដងនឹង1000នាក់ហ្នឹងមានណាតដៃមួយខ្មាំងពេលវគ្គកងទ័ពគាត់មក1000នាក់ហ្នឹងมันមានរនាងអីបាំងវាមិនក្របហើមកដល់ចង់និយាយមែនបើពេលហ្នឹងទុកពេលវេលាគាត់តតាំងមួយខ្មាំងទៅដើម្បីប្រទេសជាតិយើងដែរហើយយើងមិនមែននៅរស់នៅប្រទេសផ្សេងណានៅប្រទេសតែមួយហើយគាត់កំពុងការពារដីយើងនៅដែរហ្នឹងអូនិយាយយកឡើងធុញអើយ